ឬថ្នាំសត្វល្អិតបច្ចុប្បន្នមិនមានសមត្ថភាពតោងស្អិតនិងជ្រាបចូលបានល្អកសិករត្រូវបាញ់ថ្នាំច្រើនដងដែលជាហេតុធ្វើឲ្យគ្មានសុវត្ថិភាពចំណាយខ្ពស់និងខាតកម្លាំងពលកម្មតើយើងមានដំណោះស្រាយអ្វីសម្រាប់កសិករពិសេសពេលមានភ្លៀងធ្លាក់ខ្លាំងក្រោយពេលបាញ់ថ្នាំរួចងាកមកមើលបច្ចេកវិទ្យាការពារទឹកភ្លៀងរបស់ផលិតផល INCPO 200SC ស៊ីចិនតាបានធ្វើពិសោធន៍នឹងវាយតម្លៃដូចខាងក្រោមស្រូវដែលបានបាញ់ថ្នាំ INCPO 200SC កម្រិត 100cc សម្រាប់ផ្ទៃដី1ហិកតាប្រៀបធៀបជាមួយថ្នាំផ្សេង30នាទីបន្ទាប់ពីបាញ់រួចយើងបានបាញ់ទឹកភ្លៀងសបនិមិត្តដែលមានកម្រិតកម្ពស់ទឹកភ្លៀង30មីលីម៉ែត្ររយៈពេល30នាទីបន្តបន្ទាប់2 ទៅ 3 ម៉ោងក្រោយពេលភ្លៀងរួចកន្លែងបាញ់ថ្នាំ INCPO ឃើញមានដង្កូវចាប់ផ្ដើមបង្ហាញសញ្ញាប្រែប្រួលខ្លួនឯកន្លែងបាញ់ថ្នាំផ្សេងដង្កូវហាក់មិនមានសញ្ញាប្រែប្រួលហើយបន្តសកម្មភាពបំផ្លាញកន្លែងបាញ់ថ្នាំ INCPO ឃើញដង្កូវប្រកាសកន្ត្រាក់ជាបន្តបន្ទាប់ជាលទ្ធផលដង្កូវបាត់បង់ជំហរខ្លួនរួចធ្លាក់ចុះដីមួយថ្ងៃបន្ទាប់ពីបាញ់រួចដង្កូវដែលបានប៉ះថ្នាំ INCPO ងាប់ទាំងស្រុងឯកន្លែងបាញ់ថ្នាំផ្សេងដង្កូវនៅតែបន្តបំផ្លាញច្រើនឡើងនិងមូសស្លឹកថ្មីថែមទៀតការពិសោធន៍ត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងនិវិនវត្តរបស់ស៊ីចិនតានៅប្រទេសវៀតណាមផ្ដល់ដំណោះស្រាយកសិករដោយបច្ចេកវិទ្យាឈានមុខគេរបស់ស៊ីចិនតាមាន INCPO 200SC អស់បារម្ភទឹកភ្លៀងលាងសម្អាតក្រោយបាញ់ថ្នាំបាន30នាទីរួច